បាទគឺលេខរៀងសំណួរទី17សំណួរសួរថាហេតុអ្វីបានជាគេចាត់ទុកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាជាស្ថាប័នអប់រំឧត្តមសិក្សាឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាមុនដំបូងយើងខ្ញុំសូមអរគុណដល់សំណួរដែលពិធីករបានសួរបានជាគេចាត់ទុកថាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាគឺជាគ្រឹះស្ថានឧត្តមសិក្សាដែលមានឧត្តមភាពជាងគេនៅក្នុងប្រទេសកម្ពុជាដោយផ្អែកទៅលើកត្តា6យ៉ាងកត្តាទី1យើងឃើញថាសាកលវិទ្យាល័យបញ្ញាសាស្ត្រគឺមានសៀវភៅសិក្សារាល់មុខជំនាញហើយរាល់សៀវភៅសិក្សាទាំងនោះសុទ្ធតែពឹងផ្អែកទៅលើភាសាអង់គ្លេសទាំងអស់ដែលភាសាអង់គ្លេសនោះត្រូវបានចាត់ទុកជាភាសាអន្តរជាតិដែលប្រជាជនចូលចិត្តប្រើនៅទូទាំងប្រទេសកត្តាទី2គឺយើងដឹងថាសាកលវិទ្យាល័យបញ្ញាសាស្ត្រគឺទទួលស្គាល់តាមផ្លូវការឬតាមផ្លូវច្បាប់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដោយដែលទទួលស្គាល់តាមផ្លូវច្បាប់ពីរាជរដ្ឋាភិបាលកម្ពុជាថាជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលបណ្ដុះបណ្ដាលនិស្សិតថ្នាក់បញ្ញាបត្ររងបណ្ឌិតអនុបណ្ឌិតដែលប្រកបទៅដោយគុណធម៌និងភាពជាអ្នកដឹកនាំទៅថ្ងៃអនាគតចំណែកកត្តាទី3យើងឃើញថាសាកលវិទ្យាល័យបញ្ញាសាស្ត្របានយកការសិក្សាតាមប្រព័ន្ធ credit ដែលប្រព័ន្ធ credit នេះត្រូវបានគេប្រើប្រាស់តែនៅសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសអភិវឌ្ឍន៍ដទៃទៀតតែប៉ុណ្ណោះពោលគឺប្រព័ន្ធនេះចង់បានន័យថាចំនួន credit ដែលសិស្ស PUC ទទួលបានគឺនឹងអាចផ្ទេរទៅសាកលវិទ្យាល័យដទៃទៀតនៅបែបបរទេសដោយពុំមានការកាត់ឬផ្ទេរបន្ទុកដោយពុំមានការកាត់បន្ទុកទេចំណែកកត្តាទី4យើងឃើញថាសាកលវិទ្យាល័យបញ្ញាសាស្ត្រគឺសម្បូរទៅដោយសាស្ត្រាចារ្យល្បីៗមានមុខជំនាញតខ្លួនច្បាស់លាស់មកពីបណ្ដាប្រទេសនានានៅលើពិភពលោកដូចជាចក្រភពអង់គ្លេសប្រទេសកាណាដាប្រទេសអាមេរិកប្រទេសឥណ្ឌាជាដើមឡាចំណែកកត្តាទី5គឺខ្ញុំឃើញថាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាគឺមានបណ្ណាល័យយ៉ាងធំតែនៅក្នុងបណ្ណាល័យនោះមានសៀវភៅប្រហែលជា3លានប្រភេទហើយមានឯកទស្សនាវដ្តីចំនួន6លានហើយដែលងាយស្រួលដល់សិស្សនិស្សិតដើម្បីសូមអរគុណដល់មកសូមអញ្ជើញបេក្ខជនបន្តសូមសួរថាទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធតែបានបញ្ជាក់នៅអត្តសញ្ញាណជាតិតើបងអូនក៏មានគោលបំណងយ៉ាងណាដែរក្នុងការបញ្ជ្រាបចូលនៅជ្រុងណាមួយនៃវប្បធម៌ខ្មែរឧទាហរណ៍នៅពេលដែលបានចូលរួមកម្មវិធីបញ្ចប់ការសិក្សានៅក្រៅប្រទេសយ៉ាងសូមជឿបាទសូមអរគុណនៅសំណួរនេះប្រពៃណីខ្មែរជាប្រពៃណីដែលល្អប្រពៃបាទខ្ញុំមានឱកាសនៅបញ្ចប់ការសិក្សានៅបរទេសខ្ញុំនឹងបង្ហាញនៅជនជាតិបរទេសនៅការសម្លៀកនៅការស្លៀកពាក់ជាសម្លៀកបំពាក់ជាខ្មែរការសំពះការញញឹមដែលសុទ្ធតែបញ្ជាក់ថាខ្មែរគឺជាពូជសាសន៍ដែលមានប្រពៃណីនិងវប្បធម៌ល្អសូមអរគុណចាសូមស្វាគមន៍ចំពោះបេក្ខជនយើងសូមជើញបេក្ខនារីបន្តលេខរៀងទី13សំណួរសួរថាអ្វីទៅដែលហៅថាវង់ភ្លេងមហោរីសម័យចាសូមអរគុណចំពោះសំណួររបស់ពិធីករវង់ភ្លេងមហោរីសម័យមានលក្ខណៈខុសគ្នាពីវង់ភ្លេងមហោរីដោយសារវង់ភ្លេងមហោរីសម័យនេះប្រជាពលរដ្ឋខ្មែរបានកែប្រែវាខ្លះៗដែលបូករួមជាមួយនឹងវង់ភ្លេងរបស់បរទេសមួយចំនួនដែលមានដូចជាហ្គីតាសាំ banjo ហើយនិង violin ជាដើមចាហើយរហូតដល់សប្តាហ៍នេះប្រជាពលរដ្ឋខ្មែរនៅតែធ្វើការប្រើប្រាស់វង់ភ្លេងទាំងនោះដដែលចាសូមអរគុណចាសូមអរគុណចំពោះកញ្ញាពាក់ផ្លាកលេខ3លេខ3ចាសូមតើគឺកញ្ញាពាក់ផ្លាកលេខ4ចាសូមជើញខាងបេក្ខជនពាក់ផ្លាកលេខ4ខែចែកខែមេសាក្នុងគោលបំណងអ្វីចាសូមអរគុណចំពោះសំណួរ
បានជាប្រជាជនខ្មែរយើងប្ររពពិធីបន់ចូលឆ្នាំខ្មែរនៅខែចែកគឺដោយសារមូលហេតុពីរទី1ដូចជាយើងដឹងស្រាប់ហើយទោះទៅលើវិស័យកសិកម្មជាធំដូច្នេះនៅខែ1ដែលជាខែមិគសិប្រជាជនខ្មែរយើងទាំងអស់គឺគាត់ជាប់រវល់ធ្វើកិច្ចការដកស្ទូងយើងដូច្នេះពេលដែលគាត់ពិធីបន់ចូលឆ្នាំខ្មែរហ្នឹងគឺប្ររពដើម្បីឲ្យគាត់មកជួបជុំគ្នាបានតែដល់ពេលនៅបើយើងធ្វើនៅខែ1អញ្ចឹងគាត់អាចមកជួបជុំគ្នាបានទេគាត់នៅជាប់រវល់ធ្វើការដកស្ទូងរបស់គាត់អញ្ចឹងហើយបានតែគេមកធ្វើនៅខែ4ទី2គឺធ្វើនៅខែ4គឺជាខែក្តៅដែលអាចដែលផ្លូវមានភាពស្ងួតល្អឲ្យគាត់មកចូលរួមក្នុងកម្មវិធីបន់ចូលឆ្នាំខ្មែរបានងាយស្រួលហើយគោលបំណងនៃការធ្វើចូលឆ្នាំខ្មែរនេះគឺដើម្បីទទួលអំណរសាទរពីទេវតាចាស់ខ្លះចូលទេវតាថ្មីហើយអ្នកទាំងអស់គ្នាក៏ដឹងដែរថាពេលដែលចូលឆ្នាំម្ដងប្រជាជនខ្មែរយើងនាំគ្នាស្តានព្រេងដើម្បីទទួលទេវតាថ្មីឲ្យគាត់ឲ្យពរជ័យមកដល់កូនចៅគ្រប់ញាតិកាទាំងអស់ទី2គឺដើម្បីមកដល់ឱកាសឲ្យយុវជនយុវនារីទាំងអស់បានជួបជុំគ្នាដើម្បីបានស្គាល់គ្នានិងបន្តពូជពងមន្តកូលខ្មែរយើងទៅបន្តទៀតហើយមួយទៀតនោះគឺអាចបង្កឲ្យប្រជាជនខ្មែរយើងគ្រប់ជាន់ថ្នាក់បានចូលរួមនិងសម្ដែងនៅការរីករាយអបអរសាទរនៅឆ្នាំថ្មីបន្តទៅទៀតនោះគឺយើងដឹងស្រាប់ពេលដែលចូលឆ្នាំខ្មែរគឺយើងទៅវត្តអញ្ចឹងគឺយើងអាចឧទ្ទិសកុសលដល់ឱកាសដល់យើងទៅឧទ្ទិសកុសលដល់ញាតិកាទាំង7សម្ដានទាំងដែលស្លាប់និងនៅរស់ក៏បានហើយមួយទៀតគឺយើងមិនដឹងថាយើងធ្វើល្អឬក៏ធ្វើអាក្រក់បានអ្វីខ្លះទេអញ្ចឹងពេលហ្នឹងខ្មែរយើងនិយមបោះពូនក្នុងខ្សាច់ដែលដើម្បីបណ្ដាច់នឹងរំដោះកម្មទាំងអស់ចេញពីក្នុងខ្លួនរាងកាយយើងនិងសូមឲ្យទេវតាឆ្នាំថ្មីថែរក្សាសូមអរគុណ